កំឡោះបាន straight ខឹកដៃធំតែមួយផ្លែក្រោយគាត់បែរជាបត់បៀមិនតាមព្រោះគាត់ដឹងថាអ្នកចែកបៀនិងសៀងប៉ាវនេះជាបាក់ពួកគ្នាក្រោយមកគាត់ឃើញកំឡោះមិនចប់អន្ទាក់គាត់ក៏បង្ហាញបៀ ace មួយគូក៏បង្ហាញបៀលេខ4បើកំឡោះហ៊ានបន្តភ្នាល់បៀនេះសៀងប៉ាវហ៊ានលួចបដូរ ace មួយគូមិញនេះទៅជាបៀ3សន្លឹក ace វិញព្រោះល្បិចបោកបៀរបស់សៀងប៉ាវនេះបានហ្វឹកហាត់ដល់កម្រិតកំពូលអ្នកណាដែលធ្លាប់ចាញ់ល្បែងគាត់សុទ្ធតែភ័យខ្លាចដល់សង្ស័យជីវិតខ្លួនឯងតែមិនបានដឹងថាកំឡោះម្នាក់នេះក៏មិនធម្មតាដែរព្រោះជំនាញល្បែងរបស់គាត់ហ្វឹកហាត់រាប់ស្វាត់ក៏បានហ្វឹកហាត់ដល់កម្រិតស្ទាត់ជំនាញដែរអញ្ចឹងបន្ទាប់មកតើអ្នកពូកែទាំងពីរនេះនរណាជាអ្នកឈ្នះទៅក៏ត្រូវមើលប៉ុន្មានទឹកនេះបន្ទាប់ពីកំឡោះបោះបង់ straight មុននេះដោយចេតនាសៀងប៉ាវក៏និយាយដោយឆ្ងល់ភ្លាមថា straight កាឈូគេកំពុងធ្វើអ្វីហ្នឹងគេដល់ត្រឹមនេះកំលុះក៏កុហកថាទោះមានបៀធំក៏មិនអាចឈ្នះដែរចុះទម្រាំខ្លួនមានបៀ flick straight ពេកឃើញល្បិចខ្លួនឯងហាក់ដូចជាត្រូវកំលុះមើលដឹងហើយសាំងពីវក៏ឲ្យ Gamble ចែកបៀបន្តជុំទី2ក្រោយបានគំនិតនេះ Gamble ក៏ប្រើវិធីកូលីប៊ីយ៉ាងហ្មត់ចត់ក្រោយចប់ហើយគេក៏បង្ហាញសញ្ញាដល់ភាគីទាំងសងខាងឲ្យផ្ទៀងផ្ទាត់បៀនេះសិនបន្ទាប់មកសាំងពីវដើម្បីអួតខ្លួនតែជាមិនមើលបៀនោះទេគេបន្តិចក៏បានហើយចំណែកកំឡោះវិញតែបែរជាស្ងប់ស្ងាត់កាត់បៀនេះបន្តិចហើយហុចឲ្យ Gamble ភ្លាម Gamble ក៏ឲ្យភាគីទាំងសងខាងដាក់ភ្នាល់តាមចាប់ដើម1-0-0ទេភាគីទាំងសងខាងដាក់ភ្នាល់ចប់ Gamble ក៏ចែកបៀតាមលំដាប់លំដោយតែជាបៀលាក់របស់ពួកគេមិននឹកស្មានថាជុំនេះពួកគេបែរជាចែកបៀ11គូឲ្យក្មេងនោះដើម្បីសាកមើលថាតើគេនឹងបញ្ចេញក្បាច់អត់ឃើញសាំងបៀវដាក់10000ទៀតដោយជឿជាក់ក្រោយពីដាក់ឈីទៅសំណាងល្អក្មេងនោះមិនបានលេងតាមក្បាច់ពួកគេទេបន្តបោះបង់បៀមិនតាមធ្វើឲ្យសាំងបៀវរកល្បិចមិនឃើញសោះត្រង់ចំណុចនេះសាំងបៀវក៏ប្រើវិធីញុះញង់ក្មេងនោះថាក្មេងនោះពិតជាខ្លាចពេកហើយភ្នែករាប់សិបគូកំពុងមើលយើងកំពុងលេងក្មេងទេធ្វើឲ្យវាលឿនបន្តិចបានទេមកដល់ត្រឹមនេះហើយក្មេងនោះក៏លេងកោតខ្លាចគេទៀតហើយភ្លាមក៏ចាប់ផ្ដើមវាយបកវិញទាំងស្រុងចង់ឲ្យវាលឿនខ្ញុំឲ្យមិនប្រកួតតែមួយទឹកកាត់សេចក្តីឃើញក្មេងនោះជាប់នឿយហើយសាំងបៀវក៏សប្បាយចិត្តជាខ្លាំងភ្លាមមួយនាទីក្រោយមកគេក៏ដាក់ឈិតអស់គ្នាអ្នកណាខ្លាចអ្នកណាទេថែមទាំងគំរាមថាបើក្មេងម្នាក់នេះចាញ់ជំនិចត្រូវតែទុកម្រាមដៃ3ព្រោះនេះជាអ្វីដែលក្មេងនេះជំពាក់ពួកគេលើកមុននិយាយរួចគាត់ខំថ្មីងប្រាប់អ្នកចែកបៀឲ្យប្រញាប់ចែកបៀមិននឹកស្មានថាបៀទី1របស់សាំងបៀវគឺបៀអាត់ក្លឹបមួយសន្លឹកបង្ហាញវាដោយមោទនភាពព្រោះនៅទីនេះគេអត់មានលេខ2ក្បួនបៀប៉ាវ3 5ទេដូច្នេះអ្នកណាបានបៀប៉ាវអាត់3សន្លឹកអ្នកនោះគឺជាអ្នកឈ្នះធំជាងគេឃើញបែបនេះបរោះថត់ក្បែរនោះតបភ្លាមថាមុនពេលបានអាត់3សន្លឹកគុំមកស្រែកនៅទីនេះអ្វីដែលឯងនិយាយត្រូវខ្លាំងណាស់តែមិនដឹងថាមិនបាច់និយាយពីអាត់3សន្លឹកទេសូម្បីតែបៀវីន3សន្លឹកក៏សាំងបៀវមានសមត្ថភាពដែរព្រោះអ្នកចែកបៀម្នាក់នេះគឺជាអ្នកបបបៀដែលគាត់បានបណ្ដុះបណ្ដាលដោយខ្លួនឯងអ្នកជំនាញអញ្ចឹងបន្ទាប់មកវិធីតែមួយគត់ដែលក្មេងនេះចង់បំបែកល្បែងនេះគឺប្រើល្បិចបកគេវិញហើយជាល្បិចស្លាប់រស់ទៀតផងប្រើវិធីគិតបញ្ច្រាស់ដើម្បីសម្លាប់ត្រឡប់វិញធ្វើឲ្យសាំងបៀវដឹងថាល្បិចក៏ប្លែកលើទល់ល្បែងថាជាអ្វីឲ្យប្រាកដបន្ទាប់មកសាំងបៀវក៏បានបៀមួយទៀតហើយបានទម្លាក់វាពេលគ្រប់គ្នាឃើញក៏ស្រឡាំងកាំងភ្លាមព្រោះឱកាសបាន3សន្លឹកទៀតគឺមានច្រើនណាស់ប៉ុន្តែទោះជាយ៉ាងណាយុវជននៅតែស្ងប់ស្ងាត់ឲ្យអ្នកចែកបៀបន្តចែកបៀបាត់ចុងក្រោយរបស់ពួកគេហើយក៏ជាបៀចុងក្រោយដ៏ស្លាប់រស់ហើយសាំងបៀវអាចបានបៀសំខាន់នេះសម្រាប់យុវជនមិនសំខាន់ទេអ្វីដែលសំខាន់ជាងនេះគឺអ្នកណាអាចប្រើវិធីគិតបញ្ច្រាស់ដើម្បីឈ្នះការប្រកួតនេះតាមពិតអ្នកបានឬអត់មិនសំខាន់ទេអ្វីដែលសំខាន់បំផុតគឺយើងទាំងពីរអ្នកណាអាចឈ្នះការប្រកួតនេះនិយាយដល់ត្រឹមនេះសាំងបៀវក៏បានបង្ហាញដោយមិនដឹងខ្លួនយល់ស្របយ៉ាងខ្លាំងនឹងសម្ដីនេះតែសម្រាប់គេអត្ថន័យពិតខុសគ្នាទាំងស្រុងតែអ្វីដែលឯងនិយាយសុទ្ធតែពាក្យសម្រាមឯងដឹងទេបុរសដែលភ្នាល់ធំគឺមិនមែនភ្នាល់លុយទេតែភ្នាល់ថាឯងអាចរស់ដល់ថ្ងៃស្អែកអត់យល់ទេឯងបាត់ខ្លួនអញ្ចឹងឯងប្រកាសជាបាត់មុខពីដល់ត្រង់នេះសាំងបៀវក៏ផ្ទុះសំណាយភ្លាមពេលនោះគាត់ក៏លើកប៊ីចុងក្រោយរបស់គាត់យ៉ាងមានមោទកភាពចាប់ផ្ដើមអួតក្អេងក្អាងយ៉ាងខ្លាំងចិត្តស្លាប់ហើយនៅតែមាត់ដាច់